ជំរាបសួរប្រិមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នេតិនិទានបាទសម្រាប់សាច់រឿងនៅថ្ងៃនេះគឺជាសាច់រឿងខ្លីមួយដែលខ្ញុំបានដកស្រង់ចេញពីមិត្តភ័ក្តិរបស់ខ្ញុំដែលខ្ញុំបានគាត់បាននិទានមកប្រាប់ខ្ញុំដូចគ្នាហើយសម្រាប់រឿងនេះគឺខ្ញុំសូមដាក់ចំណងជើងថាវិញ្ញាណក្នុងរូបថតបាទសាច់រឿងហ្នឹងគឺកាត់ឡើងនៅភូមិចាស់មួយនៅក្នុងខេត្តសៀមរាបនៅក្នុងឆ្នាំ2009គឺមានក្រុមគ្រួសារមួយគឺបានទិញផ្ទះបុរាណមួយនៅខេត្តសៀមរាបផ្ទះនោះត្រូវបានអ្នកភូមិនិយាយតៗគ្នាថាមានខ្មោចលងខ្លាំងតាំងពីសម័យសង្គ្រាមមកម្លេះប៉ុន្តែម្ចាស់ផ្ទះដែលទិញផ្ទះថ្មីនោះគឺគាត់មិនជឿទៅលើរឿងអបិយជំនឿទាំងនោះឡើយព្រោះបញ្ជាក់ថាផ្ទះបុរាណមួយដែលមានប្រវត្តិមិនធម្មតានេះគឺសាងសង់ឡើងនៅក្នុងសម័យសង្គ្រាមឆ្នាំ1965ផ្ទះនេះគឺជាផ្ទះរបស់អតីតកងទ័ពនៅក្នុងផ្ទះហ្នឹងគឺដើមឡើយមានក្រុមគ្រួសារមួយដែលពួកគាត់ទាំងពីរនាក់ប្រិយប្រពន្ធគឺមានកូនស្រីម្នាក់ឈ្មោះថាស្រីនាងក្រោយមកឪពុករបស់ស្រីនាងត្រូវបានស្លាប់នៅក្នុងសមរភូមិមុខហើយម្ដាយរបស់ស្រីនាងគឺចាប់ផ្ដើមពិបាកចិត្តខ្លាំងដោយសារតែបាត់បង់ស្វាមីជាទីស្រឡាញ់បន្ទាប់ពីនឹងមកគឺគាត់បានធ្លាក់ខ្លួនឈឺហើយក៏បានស្លាប់ចោលស្រីនាងទៅចាប់តាំងពីពេលនោះមកគឺកុមារីស្រីនាងគឺរស់នៅតែម្នាក់ឯងគ្មានទីពឹងនោះទេតែតោលពីមួយថ្ងៃទៅមួយថ្ងៃគឺมันមានសាច់ញាតិណាជួយស្រោចស្រង់នោះទេថ្ងៃមួយគឺស្រីនាងបានឡើងទៅលើផ្ទះហើយអក្សរគឺចៃដន្យមែនទែនគឺស្រីនាងបានរអិលជើងធ្លាក់ពីលើកាំជណ្ដើរផ្ទះហើយក៏បានស្លាប់បាត់បង់ជីវិតនៅក្រោមផ្ទះនោះតែម្ដងទៅជាមួយនឹងដៃរបស់នាងគឺរបស់ក្មេងស្រីម្នាក់នោះគឺគាត់កាន់រូបថតរបស់គាត់អោបជាប់តែម្ដងអស់ពេលជាច្រើនឆ្នាំមកផ្ទះនេះគឺត្រូវបានគេទុកចោលរហូតមកដល់សប្តាហ៍ថ្ងៃនៅពេលរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺតែក្រុមគ្រួសារមួយហ្នឹងគឺគាត់បានទិញហ្នឹងសាច់រឿងរបស់យើងហ្នឹងគឺចាប់ផ្ដើមជាមួយនឹងក្រុមគ្រួសាររបស់ពូឈិនពួកគាត់គឺបានទិញផ្ទះហ្នឹងហើយគាត់បានរើមកនៅផ្ទះថ្មីដែលគាត់បាននិយាយថាផ្ទះថ្មីផ្ទះនេះគឺត្រជាក់ត្រជុំល្អសម្រាប់ជីវិតថ្មីពូឈិនមានកូនស្រីម្នាក់ឈ្មោះថាស្រីពេជ្រអាយុប្រហែលជា10ឆ្នាំនាងគឺជាក្មេងស្រីស្លូតបូតមួយរូបហើយនាងចូលចិត្តគូររូបនិងស្រឡាញ់ការគោរពយ៉ាងខ្លាំងស្រីពេជ្របានរត់លេងជុំវិញបរិវេណផ្ទះនៅពេលដែលស្រីពេជ្របានរត់លេងគេក៏បានរើសបាននៅរូបថតមួយសន្លឹកនៅខាងក្រោមជណ្ដើរផ្ទះដែលជាធម្មតាក្មេងៗគឺពេលគាត់រត់លេងឬក៏អីចឹងគឺគាត់តែងតែលេងដីលេងអីចឹងណាក្មេងយើងដឹងអីចឹងពេលគាត់កាយដីទៅគាត់ក៏ឃើញនឹងរូបថតមួយសន្លឹកជារូបថតក្មេងស្រីហើយអ្នកទាំងគ្នាដឹងអត់ថារូបថតនោះគឺជារូបថតរបស់អ្នកណាបាទរូបថតហ្នឹងគឺជារូបថតរបស់ក្មេងស្រីនាងនឹងឯងដែលបានស្លាប់កាលពីមួយទសវត្សរ៍មុនណាច្រើនឆ្នាំមកហើយក្នុងរូបហ្នឹងគឺក្មេងស្រីម្នាក់នោះគឺពាក់ខោពណ៌ខ្មៅអាវពណ៌ក្រហមតែអ្វីដែលចម្លែកនោះគឺក្មេងស្រីម្នាក់ក្នុងរូបថតហ្នឹងគឺមុខស្តៀងគ្នាជាមួយនឹងស្រីពេជ្រតែម្ដងបាទពេលវេលាគឺយើងកាត់មកដល់ពេលយប់ក្រោយពេលដែលស្រីពេជ្របានរូបថតហ្នឹងគឺគេយករូបថតយកទៅទុកនៅក្នុងបន្ទប់របស់គេបាទពេលយប់ក៏បានមកដល់កុមារីស្រីពេជ្រគឺបានចូលគេងជាធម្មតានៅពេលដែលកុមារីស្រីពេជ្រគឺគាត់បានគេងលូកគាត់ក៏មានអារម្មណ៍ថាមិនស្រួលដូចមាននរណាម្នាក់នៅចុងក្រែរបស់គាត់គឺកែជើងរបស់គាត់ហើយនិយាយថាខ្ញុំឈ្មោះស្រីនាងខ្ញុំមិនអាចចាក់ចេញពីផ្ទះនេះបានទេតើឯងអាចជួយខ្ញុំឲ្យចាក់ចេញពីផ្ទះនេះបានដែរទេនៅក្នុងសបិននោះគឺស្រីពេជ្របាននិយាយ
มันបាននិយាយអ្វីតបតជាមួយនឹងព្រលឹងវិញ្ញាណនោះទេស្រីពេជ្រក៏បានភ្ញាក់ពីគេងទើបគេដឹងថានោះគឺជាសុបិនប៉ុន្តែទោះបីវាគឺជាសុបិនប៉ុន្តែនៅក្នុងសុបិននោះគឺធ្វើឲ្យស្រីពេជ្រនោះគឺមានអារម្មណ៍ថាភ័យតក់សុតយ៉ាងខ្លាំងដែលនៅក្នុងសុបិនរបស់ស្រីពេជ្រនោះគឺក្មេងស្រីម្នាក់នោះបានយកមកវស្រីពេជ្រឲ្យជួយរូបគេស្រីពេជ្រពិតជាអាណិតក្មេងស្រីម្នាក់នោះខ្លាំងមែនទែនដោយសារតែសភាពរបស់ក្មេងស្រីម្នាក់នោះគឺគួរឲ្យអាណិតខ្លួនរបស់គេនឹងគឺមានរបួសនិងមានស្នាមនៅត្រង់ក្បាលនិងជើងផងដែរជារៀងរាល់យប់គឺចាប់តាំងពីយប់ថ្ងៃដំបូងរហូតមកគឺស្រីពេជ្រតែងតែសុបិននឹងឃើញមានមនុស្សឬក៏ក្មេងស្រីម្នាក់ឈរនៅចុងក្រែរបស់គេជានិច្ចរហូតដល់ធ្វើឲ្យស្រីពេជ្រគឺមានអារម្មណ៍ថាភ័យខ្លាចពីមួយថ្ងៃទៅមួយថ្ងៃណាហើយនៅយប់មួយនោះគឺគេថែមទាំងមកនិយាយប្រាប់ស្រីពេជ្រថាកុំឲ្យគេយករូបថតរបស់ខ្ញុំហ្នឹងត្រឡប់ទៅវិញមានន័យថាកុំឲ្យគេយករូបថតរបស់គាត់ហ្នឹងគឺទៅកប់ដីវិញឬក៏លាក់ទុកវិញអាចនិយាយបានថាស្រីពេជ្រគឺដូចជួយឲ្យវិញ្ញាណហ្នឹងគឺងើបឡើងមកវិញអញ្ចឹងណាដោយសារតែវិញ្ញាណហ្នឹងគឺបានសន្ធិដ្ឋនៅក្នុងរូបថតហ្នឹងអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅក្រោមដីហ្នឹងណាអញ្ចឹងពេលដែលស្រីពេជ្រគាត់កាយដីហ្នឹងឡើងមកធ្វើឲ្យវិញ្ញាណហ្នឹងគឺសន្ធិដ្ឋនៅក្នុងរូបថតហ្នឹងគឺវាដាស់ឡើងវិញតែឃើញសភាពកូនស្រីមិនសូវស្រួលម្ដាយរបស់ស្រីពេជ្រគឺបានយករូបថតនោះមែនបាទគឺយករូបថតហ្នឹងគឺតម្លាក់ទុកនៅខាងក្រោមផ្ទះវិញពួកគាត់មានអារម្មណ៍ថាកូនស្រីរបស់គាត់ហ្នឹងគឺមិនសូវស្រួលជាមួយនឹងរូបថតនោះពេលខ្លះគឺគាត់ឃើញកូនស្រីរបស់គាត់គឺនិយាយម្នាក់ឯងអញ្ចឹងគាត់ខ្លាចកូនគាត់ហ្នឹងមានបញ្ហាអញ្ចឹងណាបាទពេលយប់ក៏បានមកដល់ស្រីនាងក៏បានវិញ្ញាណស្រីនាងគឺបានបង្ហាញខ្លួនសារជាថ្មីឲ្យស្រីពេជ្រឃើញដោយក្រសែភ្នែកក្រហមជាមួយនឹងរ៉ូបពណ៌សហើយខ្សែភ្នែករបស់ស្រីនាងហ្នឹងគឺមើលទៅគឺខឹងសម្មាមែនទែនស្រីនាងគឺបាននិយាយទៅកាន់ស្រីពេជ្រថាតើឯងយករូបខ្ញុំទៅណាខ្ញុំមិនអាចទៅណាបានទេបើសិនជាបាត់រូបថតរបស់ខ្ញុំពេលនោះគឺស្រីពេជ្រស្រឡាញ់កាំងមែនទែនក្មេងស្រីហ្នឹងគឺគាត់មានអារម្មណ៍ថាភ័យខ្លាចខ្លាំងរហូតដល់គាំងមិនអាចនិយាយបានណាពេលគាត់ភ្ញាក់ដឹងខ្លួនវិញហ្នឹងហើយគឺចាប់ពីតាំងពីពេលហ្នឹងមកគឺស្រីពេជ្រចាប់ផ្ដើមគេងស្រមោលសម័យម្នាក់ឯងជាងយប់រហូតដល់ធ្លាក់ខ្លួនឈឺតែម្ដងឪពុកម្ដាយរបស់ស្រីពេជ្រគឺចាប់ផ្ដើមបារម្ភពីកូនខ្លាំងឡើងហើយដោយសារតែអាការៈរបស់ស្រីពេជ្រហាក់ដូចជាមិនធូរស្បើយសោះពីមួយថ្ងៃទៅមួយថ្ងៃពួកគាត់គឺពិបាកចិត្តមែនទែនដោយសារតែគាត់មានកូនស្រីតែម្នាក់តែប៉ុណ្ណោះពួកគាត់បានហៅពេទ្យនៅក្នុងភូមិដើម្បីមកពិនិត្យអាការៈរបស់ស្រីពេជ្រតែហាក់ដូចជាមិនបានផលអីទេដោយសារតែពេទ្យគឺគាត់មិនអាចពិនិត្យឃើញថាស្រីពេជ្រឈឺអ្វីប្រកបគាត់ក៏បានឲ្យយោបល់ម្ដាយស្រីពេជ្រថាគួរតែនាំកូនទៅពេទ្យធំនៅឯទីក្រុងទៅឬក៏នៅខេត្តចឹងណាអង្គុយដោយក្តីអស់សង្ឃឹមគឺម្ដាយឪពុករបស់ស្រីពេជ្រអង្គុយនៅរៀនហាលហ្នឹងណាគឺពិបាកចិត្តដោយសារតែកូនគឺឈឺហើយមិនដឹងថាឈឺជំងឺអ្វីពេលនោះគឺមីងសួនដែលជាអ្នកភូមិនៅក្បែរនោះគឺគាត់ឃើញម្ដាយរបស់ស្រីពេជ្រហ្នឹងពិបាកចិត្តដោយក្តីអាណិតដល់ក្មេងផងគាត់ក៏បានឲ្យយោបល់ម្ដាយស្រីពេជ្រថាគួរតែទៅរកគ្រូបាអាចារ្យដើម្បីមើលផ្លូវក្នុងតែការរើចូលមកនៅក្នុងផ្ទះនេះគឺមានខុសទោសអ្វីដែរឬអត់ម្ដាយរបស់ស្រីពេជ្រក៏បានពឹងមីងសួនឲ្យជូនទៅរកលោកតាដែនដែលលោកតាដែនគឺជាចាស់ជាតុំមួយក្នុងភូមិហើយលោកតាក៏ធ្លាប់បួសរៀនវិជ្ជាការដូចគ្នាលោកតាគឺអាចទុទាយក៏ដូចជាអាចមើលនៅឫស្សីផ្លូវក្នុងដូចគ្នាគេថាអបិយជំនឿណាហ្នឹងហើយម្ដាយរបស់ស្រីពេជ្រហ្នឹងគឺបានរៀបរាប់ប្រាប់ដំណើររឿងទៅកាន់លោកតាដែនហើយលោកតាដែនបាននិយាយថាមិនអីទៅចៅណាចាំតាទៅពិនិត្យទៅផ្ទះនោះមើលផ្ទាល់ថាតើមាន
អ្វីខុសធម្មតាដែរអត់បាទលុះដល់ព្រឹកឡើងគឺលោកតាដែនបានទៅផ្ទះរបស់ម៉ាក់ស្រីពេជ្រមែនដើរចូលបានបន្តិចលោកតាដែនមានអារម្មណ៍ថាខ្យល់គឺតាមគាត់ហើយក៏ឮសូរសំឡេងម្យ៉ាងដូចជាសំឡេងខ្សឹបប្រាប់ថាជួយផងលោកតាក៏បានដឹងច្បាស់ថាប្រកាសជាមានអ្វីដែលមិនស្រួលអាចនឹងមានវិញ្ញាណអាក្រក់អ្វីហើយលោកតាបានប្រាប់ម្ដាយស្រីពេជ្រឲ្យរៀបចំធូបទៀនដើម្បីធ្វើពិធីអន្តងព្រលឹងណាលោកតាចាប់ផ្ដើមអុជធូបអន្តងព្រលឹងដែលនៅវល់ក្នុងបរិវេណផ្ទះហ្នឹងហើយពេលនោះគឺក៏មានវិញ្ញាណមែនបាទវិញ្ញាណព្រលឹងរបស់កុមារស្រីនាងហ្នឹងណាគឺគាត់បានមកជួបលោកតាហើយលោកតាបានសួរទៅកាន់កុមារីនោះព្រលឹងវិញ្ញាណកុមារីនោះតែតើចៅចង់បានអ្វីទៅនៅទីនេះមិនព្រមទៅចាប់កំណើតវិញ្ញាណក្មេងស្រីនោះបាននិយាយថារូបគេទៅបានស្លាប់ជាច្រើនឆ្នាំមកហើយគេមិនអាចចាប់ជាតិបានទេដោយសារតែវិញ្ញាណរបស់គេគឺបានសន្ធិដ្ឋនៅក្នុងរូបថតរបស់គេនៅក្នុងផ្ទះនេះគេត្រូវការមនុស្សមកជំនួសទើបអាចទៅចាប់កំណើតថ្មីបានពេលនោះលោកតាដែនបាននិយាយថាចូលចៅតាំងចិត្តឲ្យស្ងប់តានឹងធ្វើបុណ្យឧទ្ទិសកុសលដល់ចៅដើម្បីឲ្យចៅបានទៅចាប់កំណើតសារជាថ្មីសូមចៅកុំសាងបាបតទៅទៀតដោះលែងចៅស្រីពេជ្រចុះតានឹងធ្វើបុណ្យឲ្យបាទនៅពេលនោះគឺវិញ្ញាណកុមារីស្រីនាងនឹងគឺបានយល់ព្រមនឹងលោកតាដែនភ្លាមនោះប៉ុន្តែវិញ្ញាណរបស់ស្រីនាងគឺបានសំណូមពរមួយសូមឲ្យឪពុកម្ដាយរបស់ស្រីពេជ្រនោះគឺយករូបថតមកសងគេវិញទើបគេព្រមធ្វើតាមអញ្ចឹងណាហើយក្រោយពេលដែលនិយាយចប់ហ្នឹងគឺវិញ្ញាណហ្នឹងគឺបានរលាយបាត់សូន្យតែម្ដងលោកតាបានប្រាប់ទៅឪពុកម្ដាយរបស់ស្រីពេជ្រពីដំណើររឿងវិញ្ញាណក្មេងស្រីម្នាក់នោះដែលកំពុងតាមយាយស្រីពេជ្រហើយលោកតាបានប្រាប់ថាតើឯងមានបានយករបស់អីរបស់គេដែរអត់បើសិនជាឯងបានយកសូមយកទៅឲ្យគេវិញគេបានប្រាប់តាថាគឺឯងបានយករូបថតរបស់គេទៅលាក់ទុកដោយសារតែវិញ្ញាណនោះគឺស្ថិតនៅក្នុងរូបថតនោះអញ្ចឹងបើសិនជាគ្មានរូបថតនោះគេគឺមិនអាចចាប់ជាតិបានទេហើយត្រូវតែធ្វើបុណ្យណាឧទ្ទិសកុសលធ្វើពិធីបង្សុកូលដើម្បីឲ្យវិញ្ញាណក្មេងស្រីម្នាក់នោះគឺចាប់កំណើតសារជាថ្មីការដែលឪពុកម្ដាយស្រីពេជ្របានឮលោកតាដែនមានប្រសាសន៍រួចហ្នឹងពួកគាត់ក៏បានធ្វើតាមការបង្គាប់របស់លោកតាដែនពួកគាត់បានយករូបថតនោះទៅវត្តដើម្បីឲ្យប្រសង់បាទឧទ្ទិសមគ្គផលក៏ដូចជាធ្វើបុណ្យដាក់បាតដើម្បីឲ្យព្រលឹងឬក៏វិញ្ញាណកុមារីនោះគឺបានទៅចាប់កំណើតសារជាថ្មីចាប់តាំងពីពេលដែលពួកគាត់បានធ្វើបុណ្យឧទ្ទិសកុសលមកគឺជំងឺរបស់កូនស្រីរបស់គាត់នឹងគឺបានធូរសះស្បើយហើយពួកគេគឺរស់នៅក្នុងផ្ទះនោះយ៉ាងមានក្តីសុខហើយសុភមង្គលតរហូតមកគឺមិនមានរឿងរ៉ាវអ្វីប្លែកៗកើតឡើងនោះទេបាទប្រិយមិត្តទាំងអស់គ្នានេះគឺជាសាច់រឿងខ្លីមួយខ្ញុំពិតថាវិញ្ញាណឬក៏ពពួកអមនុស្សគឺពិតជាមានពិតមែនដូច្នេះគួរតែសាងអំពើល្អឲ្យបានច្រើនបើយើងមិនប៉ះពាល់គេក៏មិនប៉ះពាល់យើងដូចគ្នាបាទរក្សានិងប្រកាន់យកនៅសេចក្តីសុខបើសិនជាបងប្អូនអ្នកគ្នាបើមិនជឿនៅអបិយជំនឿទេបាទតែសូមកុំប្រមាថបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ